តោះសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំមកប្រាប់ពីរបៀបលេងប្រភេទ drone i7 Pro ប្រភេទ shot tele ធម្មតាបងប្អូនតោះឥឡូវយើងមកប្រាប់ពីរបៀបលេងអ្នកគ្នាទី1យើងយក drone យើងចេញមកពលាដៃពលាជើងចេញធម្មតាបងប្អូនយើងយកចេញដំបូងគឺវាបត់ចេះណាអញ្ចឹងយើងទាញពលាវាធម្មតាមួយចឹងមកយើងទប់ drone មកកន្លែងសិនបងប្អូនបាទហើយបន្ទាប់មកយើងដោះគម្រប tele យើងយកថ្ម555ដាក់ចូលមកថ្មដែលខ្ញុំថែមទៅឲ្យនៅក្នុងប្រអប់ហ្នឹងណាតោះយើងដាក់ចូលចឹងហើយយើងបិទវាចិត្តមកចឹងខ្ញុំប្រាប់ពីរបៀបបេតុងមួយសិនកន្លែងនេះយើងដាក់សម្រាប់ដាក់ទូរស័ព្ទយើងភ្ជាប់ចូលទូរស័ព្ទដើម្បីមើលកាមេរ៉ាបាទហើយបេតុងនៅខាងលើនេះគេដាក់អក្សរ spin នេះមានន័យថាបេតុងលបឿនបងប្អូនយើងចុចមួយទៅទិសទី1លបឿនទី1ចុចម្សាទៀតទិស2ដងលបឿនទី2ចុចម្សាទៀតទិស3ដងលបឿនទី3បាទហើយបេតុង360នេះមានន័យថាបេតុងអាឡាតបងប្អូនយើងហោះចឹងហើយយើងចុចអាឡាតវាវិលមកជុំបងប្អូនបាទហើយបេតុងខាងនេះគឺយើងចុចថតរូបស្លឹកហើយនឹងថតវីដេអូបាទហើយបេតុងនេះបេតុងចោះចតប៉ុន្តែយើងមិនបាច់ប្រើទេបេតុងនេះពេលយើងចង់ចុះយើងបញ្ជាខាងនេះទៅហើយកន្លែងនេះកន្លែងសេរីកាមេរ៉ាចុះនេះគេដាក់រូបកាមេរ៉ាចុះកន្លែងនេះសេរីកាមេរ៉ាឡើងកន្លែងនេះយើងបើកដំណើរការ sensor ការពីបុកប៉ះប៉ុន្តែ sensor នេះជួនកាលចាប់បានជួនកាលច្បាត់បានទេអញ្ចឹងយើងលេងត្រូវប្រយ័ត្នដែរអាពីរនេះគឺយើងមិនបាច់ប្រើក៏ល្អដែរបងប្អូនបាទហើយកន្លែងនេះបិទបើកtele យើងចុចមួយទៅវាចេញភ្លើងបាទចេញភ្លើងហ្នឹងបើកហើយយើងចុចមួយវិញបិទអញ្ចឹងបេតុងខាងនេះសម្រាប់ឡើងលើចុះក្រោមងាកក្បាលឆ្វេងងាកស្ដាំពេលយើងរុញឡើងលើខាងឆ្វេងហ្នឹងគឺវាឡើងលើចឹងបងប្អូនវាឡើងលើអញ្ចេះហើយទីនេះចុះក្រោមគឺវាចុះក្រោមអញ្ចេះឡើងលើចុះក្រោមអញ្ចឹងហើយងាកឆ្វេងងាកស្ដាំងាកនៅមួយកន្លែងចេះបងប្អូនបាទងាកឆ្វេងងាកស្ដាំអញ្ចឹងហើយកន្លែងបេតុងនេះយើងរុញទៅមុខចេះគឺវាទៅមុខហើយទៅមុខមកក្រោយទៅចំហៀងឆ្វេងចំហៀងស្ដាំបាទនេះយើងរុញទៅមុខមកក្រោយទៅចំហៀងឆ្វេងចំហៀងស្ដាំបាទអញ្ចឹងបេតុងវាមានតែប៉ុណ្្នឹងបងប្អូនបាទអញ្ចឹងរបៀបលេងទី1យើងបើក drone សិនចុចសកាត់ឲ្យជាប់មកបងប្អូនកត់ឲ្យជាប់ចឹងមកចឹងដល់ពេលយើងសកាត់ឲ្យជាប់ចឹង drone វាបើកចេញភ្លើងបងប្អូនសកាត់ឲ្យជាប់មកស្ទុះវាបើកបន្ទាប់មកយើងដាក់ drone នៅមួយកន្លែងចឹងមកបាទបន្ទាប់មកយើងបើក tele កន្លែងចុចបើកលើនេះបាទចឹងនៅពេលដែលយើងបើក drone បើក tele ទៅគឺវាចេញភ្លើងពីមុខចេះបងប្អូនចឹងមុននឹងយើងបង្ហោះយើងត្រូវតែថ្លឹង motor វាសិននៅពេលដែលយើងចង់បច្ឆេះយើងទាញ2រុញចូលគ្នាអញ្ចឹងវាបច្ឆេះបងប្អូនឃើញវាវិលស្លាប់ហើយរុញឆ្វេងឡើងលើហោះហើយប៉ុន្តែយើងអត់ទាន់បង្ហោះចឹងណាបងប្អូនយើងអត់ទាន់បង្ហោះទេយើងត្រូវតែថ្លឹង motor វាសិនថ្លឹង motor ធ្វើម៉េចថ្លឹង motor ហ្នឹងបានន័យថាថ្លឹង motor ទាំង4ហ្នឹងឲ្យវាស្មើគ្នាដើម្បីហោះទៅកុំឲ្យវាសូវរេពេកណាកុំឲ្យវារេឆ្វេងរេស្ដាំពេកវារេវានៅតែរេចឹងតែគាត់វាមិននឹងល្អដូចពួកថ្លៃទេតែគាត់ថាវាមកអាចគួសមយើងអាចយកទៅរៀនលេងចឹងណាយើងឲ្យកូនលេងអីចឹងណាចឹងថ្លឹង motor របៀបម៉េចថ្លឹង motor យើងទាញបេតុង2នេះញែកចេញពីគ្នាឃើញបងប្អូននៅពេលបច្ឆេះយើងរុញចូលបច្ឆេះយើងរុញចូលចេះបច្ឆេះវិលស្លាប់ចឹងបលុតវិញពីឆ្វេងចុះក្រោមមកបលុតតែនៅពេលថ្លឹង motor មុននឹងបង្ហោះយើងត្រូវថ្លឹង motor យើងទាញ2ញែកចេញពីគ្នាវិញឲ្យវាញាក់ភ្លើងយើងទាញចាំមកឃើញវាញាក់ភ្លើងបងញាក់ភ្លើងយើងទុកមកស្ទូទៅវាហើយសំខាន់រកកន្លែងស្មើកុំឲ្យផ្អៀងបើសិនផ្អៀងដ្រូនយើងហោះទៅក៏វារៀងផ្អៀងដែរចឹងយើងថ្លឹង motor ចឹងមកអូខេញាក់ភ្លើងចឹងហើយបន្ទាប់មកយើងរុញឆ្វេងខាងលើមួយវិលស្លាប់រុញ2ដងហោះហើយតោះឥឡូវខ្ញុំបង្ហោះឲ្យមើលខ្ញុំបែរកាមេរ៉ាទៅនោះសិនពេលដែលយើងលេងដ្រូនណាយើងឈរពីក្រោយវាចេះឲ្យក្បាលវាទៅស្របចេះដើម្បីឲ្យយើងងាយស្រួលដឹងថាយើងទាញមកខាងនេះវាមកខាងនេះយើងទាញមកស្ដាំចេះវាមកខាងនេះអានេះឡើងលើចុះក្រោមអូខេតោះឥឡូវខ្ញុំបង្ហោះឲ្យមើលបងប្អូនគ្នាតោះយើងថ្លឹង motor សិនទាញឆ្វេងឲ្យវាញាក់ភ្លើងហើយយើងរុញឆ្វេងឡើងលើមួយវិលស្លាប់បាទរុញ2ដងហោះហើយតោះអូខេឥឡូវដ្រូនយើងហោះទៅហើយមើលខ្ញុំបែរកាមេរ៉ាឲ្យមើលបាទនេះឥឡូវខ្ញុំរុញមកខាងកណ្ដាលឲ្យចំកាមេរ៉ាទៅអូខេឥឡូវខ្ញុំឡើងលើសិនវីដេអូនេះខ្ញុំអត់កាត់ទេអញ្ចឹងខ្ញុំថតឲ្យមើលអានេះខ្ញុំប្រឡែងដៃណាបងប្អូនប្រឡែងដៃខ្ញុំបានបញ្ជាដ្រូនទេបាទអញ្ចឹងយើងប្រឡែងដៃគឺវានឹងនៅមួយកន្លែងអញ្ចឹងប៉ុន្តែបញ្ជាក់បងប្អូនតិចបើសិនជាមានខ្យល់វាអាចរេអញ្ចឹងយើងលេងតែអត់ទៅមានខ្យល់ទៅបើមានខ្យល់វារេអញ្ចឹងយើងលេងត្រូវប្រយ័ត្នផងលេងចិត្តទៀបបានទេណាអញ្ចឹងឥឡូវខ្ញុំហោះឲ្យទៀបឲ្យមើលសិនដាក់កាមេរ៉ាជាប់ជើងសិនអញ្ចឹងពេលយើងចង់ចោះចតវិញយើងទាញខាងឆ្វេងហ្នឹងបងប្អូនទាញខាងឆ្វេងនេះទាញចុះក្រោមមកទាញរហូតមកជាប់ដល់ដីវាលុតហើយតោះឥឡូវយើងចោះចតទាញរហូតមកដល់ដីវាលុតហើយខាងឆ្វេងនេះបងប្អូននេះខាងនេះទាញជាប់អញ្ចឹងណាចារបៀបលេងមានតែប៉ុណ្្នឹងឯងបាទសូមអរគុណហ្នឹងហើយអ្នកនេះឥឡូវនេះខ្ញុំមកប្រាប់ពីរបៀបភ្ជាប់កាមេរ៉ាចូលទូរស័ព្ទម្ដងបងប្អូនបាទអញ្ចឹងយើងយកទូរស័ព្ទយើងមក scan QR code នេះមក
ឬក៏យើងអត់ scan QR code ទេយើងចូលទៅក្នុង Play Store ដើម្បី download កម្មវិធីក៏បានដែរកម្មវិធីវាឈ្មោះ KYUSO តោះអញ្ចឹងឥឡូវយើងចូល App Store download មកតោះហ្នឹងហើយឥឡូវយើងចូលមើលនៅក្នុងទូរស័ព្ទម្ដងយើងចូលទៅក្នុង Play Store បងប្អូនកន្លែងយើង download កម្មវិធីឬក៏ App Store សម្រាប់ iPhone យើងវាយអក្សរមក KYUSO វាយតាមខ្ញុំបងប្អូនបាទហើយយើងចុច search វាទៅយើងមើលនៅខាងលើនេះរូបនេះបងប្អូនចំណាំរូបវា KYUSO រូបដូចកាមេរ៉ាចឹងបងប្អូនអញ្ចឹងយើងចុច download ទេបងប្អូនយើងចុច down វាឲ្យពេញមកយើងរងចាំ master ទៅគឺវាពេញហើយអាហ្នឹងតាមអ៊ីនធឺណិតយើងបើអ៊ីនធឺណិតយើងដើរលឿនគឺវាពេញលឿនបើអ៊ីនធឺណិតយើងរៀងយឺតវារៀងយូរអញ្ចឹងណាតោះហ្នឹងហើយអញ្ចឹងបន្ទាប់ពីយើងបានហើយយើងអូសចោលសិនមកយើងនេះកម្មវិធីវាបងប្អូនយ៉ាត់ច្រឡំកម្មវិធីហ្នឹងបងប្អូនដាក់ទៅអត់ចេញទេបន្ទាប់ពីយើងបានកម្មវិធីហ្នឹងហើយយើងចុចបើក drone យើងនៅក្រៅបងប្អូនចុចបើក drone ហើយបើក tele មកបាទបន្ទាប់ពីចុចបើក drone បើក tele ហើយឲ្យវាចេញហើយយើងចូលទៅក្នុង setting កន្លែងខ្ចៅនេះយើងចូលទៅកន្លែង Wi-Fi បងប្អូនយើងចូលកន្លែង Wi-Fi សិនមកណាបន្ទាប់មកយើងមើលអក្សរ USO បាទនេះអក្សរខាងក្រោមហ្នឹងបងប្អូន Wi-Fi ខាងក្រោមហ្នឹងបន្ទាប់មកយើង connect វាយើងចុចពីលើមកវាអត់មាន password ទេបងប្អូនបាទអត់មាន password ទេឲ្យវាលោតសញ្ញាគ្រីសអាហ្នឹងវាអត់មានអ៊ីនធឺណិតទេអញ្ចឹងវាដាក់ no អ៊ីនធឺណិតអញ្ចឹងត្រូវណាបងប្អូនបន្ទាប់មកយើងថយមួយសិនមកបន្ទាប់មកទៀតយើងអូសទៅក្រោមបន្តិចយើងចូលមើលកន្លែង location សិនប្រកាសថាទូរស័ព្ទយើងបានបើក location នៅបាទអញ្ចឹងយើងចូលទៅអូខេឥឡូវទូរស័ព្ទខ្ញុំបានបើក location រួចជាស្រេចណាបើសិនជាវាពណ៌ខ្មៅបិទបងប្អូនចុចឲ្យចេញពណ៌បៃតងមកបន្ទាប់មកយើងចូលកម្មវិធីហ្នឹងមកបាទចូលកម្មវិធីវាចេញអញ្ចឹងបងប្អូនកម្មវិធីកាមេរ៉ាបន្ទាប់មកយើងចុចពាក្យ start fly បាទអូខេចុចពាក្យ start fly កាមេរ៉ាវាចេញបងប្អូនបាទកាមេរ៉ានេះកាមេរ៉ាចេញពី drone ណាប្រភេទនេះប្រភេទរៀនលេងអញ្ចឹងកាមេរ៉ាវាកម្រិតមធ្យមវាមិនសូវជាច្បាស់អីណាស់ណាបងប្អូនវាមកល្មមគួរសមដែលថាយើងអាចភ្ជាប់មើលតិចតួចឲ្យបានអញ្ចឹងណាបើឲ្យច្បាស់ដូចពណ៌ថ្លៃៗផងអត់ទេបានរបៀបភ្ជាប់មានតែប៉ុណ្្នឹងសូមអរគុណ